បងប្អូនចានេះគឺជាកូនពាំងម្ជូរក្នុងលូស៊ីម៉ងចាមកដើមទៀតចាមកដើមខាងនោះគឺពាំងម្ជូរដែលមានផ្លែចាគឺជាកោមដែលខ្ញុំធ្លាប់តែប្រាប់បងប្អូនហ្នឹងចាហើយពាំងម្ជូរនេះគឺខ្ញុំកាត់តែងក្រោយគ្នាទេអញ្ចឹងបងប្អូនមកមើលពេលវាលត់លូតលាស់អំពងចានេះលូតណាចាលូតលាស់អំពងចាហើយត្រួយនេះគឺវែងជាងគេអញ្ចឹងខ្ញុំបានក្តិចត្រួយចេញហើយចានេះដេកត្រួយវាចេញគឺដើម្បីកុំឲ្យវាលូតទៅលឿនពេកឲ្យចាំមកត្រួយបងប្អូននេះលាស់មកក្រោយនេះហើយចាហើយរយៈបងប្អូនគឺខ្ញុំកាត់តែងដើម្បីលាស់កំពង់ថ្មីហើយពាំងម្ជូរលូមួយនោះគឺមានផ្លែហើយចាឥឡូវក្តឹបហើយចាហើយឥឡូវយើងមកមើលពាំងម្ជូរដែលយើងថែនេះឥឡូវវាចាប់ដើមអញ្ចឹងយើងស្រោចទឹកដាក់ជីហើយខែនេះខែ2ចិត្តដាច់ខែ2វាភ្លៀងបងប្អូនអញ្ចឹងយើងគួរតែប្រើសាប៊ូលាងចានបាញ់លាងសម្អាតទី1ក្លិនសាប៊ូលាងចានធ្វើឲ្យស្លឹកអិតវាមិនចុះស៊ីស្លឹកពាំងម្ជូរយើងខ្ចីនេះហើយនឹងជួយលាងសម្អាតស្លឹកពាំងម្ជូរយើងតែភ្លៀងខ្លាំងជោគជាំវាគេហៅថាភ្លៀងអាស៊ីតអញ្ចឹងយើងគួរតែបាញ់លាងសម្អាតហើយការដាំពាំងម្ជូរគឺវាពិបាកថែតែខែភ្លៀងបន្តិចចាប៉ុន្តែយើងបាញ់លាងសម្អាតហ្នឹងគឺអត់មានយូរមានបាក់អីទេគឺដាក់តែស្ប្រេវានេះមកដាក់សាប៊ូលាងចានចា1 លីត្រ1 លីត្រទឹកចំណុះ1 លីត្រកន្លះចាបាញ់ដាក់សាប៊ូលាងចានមកសេបាញ់លាងសម្អាតស្លឹកវាត្រួតខ្ចីនេះទី1ស្លាយធ្វើឲ្យសត្វល្អិតវាមិនសូវចុះស៊ីចាទី2ឲ្យស្លឹកយើងពាំងម្ជូរយើងស្អាតថែទាំរហូតដល់វាចាស់ទើបវាផ្លែផ្កាតែឥឡូវឲ្យបងប្អូនមើលចានេះវាលូតលាស់មកវាចេញផ្កានេះផ្កាពាំងម្ជូរចានេះពងចាផ្កាចាឲ្យត្រួយនេះគឺច្បាស់ជាងគេចានេះផ្កាគេអត់បងប្អូនចាបងប្អូនមើលអញ្ចឹងវាលាស់មកគឺវាមានផ្លែផ្កាក្នុងបែបតំណព្រោះអីខ្ញុំកាត់តែងគឺដើម្បីឲ្យវាលាស់កំពង់ថ្មីតែវាចេញមកគឺវាមានផ្កាឲ្យយើងចានេះផ្កាបងប្អូនចាអញ្ចឹងគ្រាន់តែយើងកាត់តែងអញ្ចឹងយើងត្រូវប្រើជីអីពេលដែលពាំងម្ជូរយើងលាស់មកមានផ្កាអញ្ចឹងចានេះផ្កាទូចនេះតែសំខាន់បងប្អូនគួរប្រើជីឲ្យមិនឲ្យត្រូវនឹងពាំងម្ជូរយើងបើសិនវាចេញត្រួយមកអត់មានផ្កាយើងស្រួលទេយើងថាដាក់តាជីអាចគោស្ងួតមកចាហើយនឹងជីកាក់សម្រាប់ផ្ទះបាយបន្លែបៃតងគឺជីវាមានពីរប្រភេទបងប្អូនជីកាក់សម្រាប់ផ្ទះបាយយើងផ្អាប់បែបបន្លែបៃតងសម្រាប់ថែទាំលាយជាមួយទឹក20 លីត្រចាមកកំប៉ុងត្រីខលាយទឹក20 លីត្រស្រោចចាអាហ្នឹងជីកាក់សម្រាប់ផ្ទះបាយបែងចែកចេញជាពីរទៀតគឺជីកាក់សម្រាប់ផ្ទះបាយពណ៌បៃតងនិងជីកាក់សម្រាប់ផ្ទះបាយចាផ្លែឈើទុំគឺយើងដាក់ចូលគ្នាទៅណាយើងធ្វើជីកាក់សម្រាប់ផ្ទះបាយចានេះដូចជីហ្នឹងនេះហៅជីកាក់សម្រាប់ផ្ទះបាយដែលផ្អាប់មានទឹកអង្ករហើយនឹងបន្លែបៃតងចាដាក់លាយវាផ្អាប់វាចោលចឹងទៅឲ្យលួយយើងយកទឹកហ្នឹងយកមកលាយទឹក20 លីត្រយកស្រោចតែបើសម្រាប់តែវគ្គដែលយើងថែត្រួយទេតែពេលយើងមានផ្លែឈើទុំបែបជីកាក់សម្រាប់ផ្ទះបាយដែរយើងដាក់ផ្អាប់ផ្សេងគ្នាចាទឹកអង្ករហើយនឹងផ្លែឈើទុំនឹងផ្អាប់ធំផ្សេងគ្នាអត់មានដាក់លាយឡំគ្នាចឹងណាបងប្អូនចាអញ្ចឹងជីកាក់សម្រាប់ផ្ទះបាយយើងបែងចែកចេញជាពីរចាបន្លែបៃតងហើយនឹងកាក់សំណល់ផ្ទះបាយមួយទៀតគឺបន្លែឈើទុំជាមួយនឹងបាយយើងចាអញ្ចឹងយើងដាក់ផ្សេងគ្នាមកបន្លែបៃតងសម្រាប់ថែទាំស្លឹកពាំងម្ជូរយើងតូចចាយើងប្រើជីកាក់សំណល់ផ្ទះបាយស្លឹកបន្លែបៃតងចាអញ្ចឹងយើងថែទាំវគ្គនេះចាអញ្ចឹងយើងយកជីនឹងមកប្រើកុំយកជីកាក់សំណល់ផ្ទះបាយផ្លែឈើទុំហ្នឹងខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងគឺយើងអត់គួរប្រើនៅពេលដែលទួយវាពងដើរទូនេះទេចាយើងប្រើតាជីផ្អាប់កាក់សំណល់ផ្ទះបាយស្លឹកបន្លែបៃតងឧទាហរណ៍ស្លឹកបាសអញ្ចឹងនេះបន្លែបៃតងយើងបេះធ្វើម្ហូបធ្វើអីទៅសល់អញ្ចឹងយើងយកមកផ្អាប់ក្នុងធុងនេះចាលួយទៅយើងដាក់ជាមួយនឹងទឹកអង្ករបើមានក្លិនបងប្អូនប្រើជាមួយផេះដាក់លាយទៅវាកាត់ក្លិនអញ្ចឹងយើងប្រើសម្រាប់តាពេលស្លឹកពាំងម្ជូរយើងទូចចាអានឹងជីទឹកណាបងប្អូនចាយកមកប្រើអត់ទេហើយបើអត់មានប្រើជីអាចគោស្ងួតគឺយើងប្រើជីអាចគោស្ងួតពេលដែលពាំងម្ជូរយើងកំពុងតែលូតលាស់ត្រួយដំបងចេះចាតែបើសិនពាំងម្ជូរយើងវាមានផ្កានេះមានផ្កាចេះមានផ្កាចេះចានេះអញ្ចឹងបងប្អូនគួរតែប្រើជីអាចគោស្ងួតបូកនឹងជីលាមកមាន់ស្ងួតចាមកភាគមកលាយហើយយើងដាក់ជុំវិញគល់ឲ្យស្រោចទឹកមកជោគហើយដាក់តិចបងប្អូនដើមទូអញ្ចឹងដាក់ចាចំនួនតែ2 ខាំទៅ 3 ខាំអញ្ចឹងណាចាហើយដាក់ឲ្យទៀងចាដាក់ទៀងអត់ការទេដាក់ទៀងទៅដើម្បីពាំងម្ជូរយើងលូតលាស់បានល្អចាអញ្ចឹងខ្ញុំចង់ប្រាប់ថាអញ្ចឹងបើសិនជាបងប្អូន
អត់មានជីអេកូស្ងួតបងប្អូនមានជីទឹកកាកសំណល់ផ្ទះបាយបន្លែបៃតងគឺយើងប្រើយកជីទឹកនេះជំនួសក៏បានដែរយកចំនួនប្រើគឺមួយកំប៉ុងត្រីខទឹក20លីត្រស្រោចជុំវិញគល់ត្រពាំងម្ជូរចាសល់ប៉ុន្មានយើងទៅស្រោចត្រពាំងម្ជូរផ្សេងទៀតចឹងទៅចាមកជោគល្មមអាចប្រើ5លីត្រឬ10លីត្រតាមបងប្អូនស្រួលជាក់ស្ដែងមើលទៅជោគល្មមអត់ឲ្យធ្វើឲ្យវាទឹកក្នុងវាដាក់ទៅហូរវាច្រើនពេកនិយាយទៅវាឲ្យស្រោចត្រពាំងម្ជូរយើងវាជោគជាំពេកយើងស្រោចតែល្មមបានបើសិនជាមានភ្លៀងគឺយើងមិនបាច់ស្រោចទឹកទេចាអត់បាច់ស្រោចទឹកទេចឹងចានេះអញ្ចឹងឥឡូវខ្ញុំឲ្យបងប្អូនមើលចឹងហើយត្រពាំងម្ជូរខ្ញុំមកដើមនេះទៀតគឺខ្ញុំប្រាប់បងប្អូនថាកាត់មុនចាកាត់មុនហ្នឹងចានេះវាបានកាន់ផ្លែប៉ុណ្ណឹងហើយចានេះចាហើយពងតែខែጧមទាំងស្លឹកហើយមានសត្វអត់ចុះស៊ីហ្នឹងខ្ញុំចាប់ដើមហើយល្ងាចចាំខ្ញុំយកកន្លែងលាងចានសាប៊ូលាងចាននិងស្ដៅហើយនឹងខ្ទឹមសបុកយកទឹកវាដាក់ក្នុងស្ព្រេបាញ់ពេលល្ងាចទៅទឹកសត្វល្អិតលែងស៊ីហើយនេះដោយសារតែពេលខែភ្លៀងអញ្ចឹងសត្វល្អិតវាចុះមកស៊ីចាអញ្ចឹងមកមើលមួយទៀតចាគឺចិត្តគ្នាបងប្អូនអញ្ចឹងថែទាំវាអត់ដើមដូចគ្នាទេចាស្លឹកត្រពាំងម្ជូរនេះគឺស្អាតចាខ្ញុំកាត់ត្រឹមនេះទៅចានេះដើម្បីបែកផ្នែកចេញតាមប្រឡោះហ្នឹងអញ្ចឹងចាហើយមែកណាដែលវាលូតលឿនខ្ញុំបានចាខ្ញុំបានកាត់ត្រួយវាដើម្បីកុំឲ្យវាលូតលឿនពេកដើម្បីឲ្យចាំឲ្យទូចនេះលូតលាស់មកតាន់គ្នាចាចឹងបានកាត់ត្រួយហើយចាកាត់ត្រួយដើម្បីឲ្យទូចនេះលាស់មកប៉ាន់គ្នាអញ្ចឹងបងប្អូនចាហើយដំណាក់កាលនេះអត់មានមួយដើមនេះគឺអត់មានផ្លែទេវាមានតែត្រួយមែកដែលយើងត្រូវការថែទាំអញ្ចឹងយើងប្រើជីអីយើងប្រើជីអេកូស្ងួតតែមួយមុខទេអញ្ចឹងអត់មានបាច់ប្រើលាយជាមួយជីលមុខមន់ស្ងួតទេអញ្ចឹងចាមួយទៀតបើបងប្អូនអត់មានជីអេកូស្ងួតយើងប្រើជីកាកសំណល់ផ្ទះបាយបៃតងចាជីកាកសំណល់ផ្ទះបាយបៃតងបន្លែបៃតងហ្នឹងគឺមានចែកចេញជាពីរគឺបន្លែកាកសំណល់ផ្ទះបាយបន្លែបៃតងយើងប្រើសម្រាប់ថែទាំស្លឹកចាតែពេលកាកសំណល់ផ្ទះបាយមួយមុខទៀតនោះចាមួយផ្នែកទៀតនោះយើងប្រើសម្រាប់តែឲ្យវាផ្លែផ្កាទេអញ្ចឹងយើងអត់ដាក់លោកឡំចាជីកាកសំណល់ផ្ទះបាយមានពីរប្រភេទបន្លែបៃតងហើយនិងជីកាកសំណល់ផ្ទះបាយផ្លែឈើទុំគឺយើងអត់មានត្រូវយកមកប្រើជាមួយត្រពាំងម្ជូរយើងណាចេះតែប្រើយើងប្រើតាមដំណាក់កាលវាបៃតងគឺយើងប្រើពេលស្លឹកត្រពាំងម្ជូរយើងពងលូតលាស់ទូចពេលដែលត្រពាំងម្ជូរយើងចាប់ដើមចាស់ខ្នែងមែកផ្លែនេះចាប់ដើមចាស់បើយើងប្រើជីកាកសំណល់ផ្ទះបាយផ្លែឈើទុំម្ដងយើងដូរចល័តដើម្បីឲ្យវាស្រូបយកតាមអាយុកាលវានៃមែកត្រពាំងម្ជូរយើងអញ្ចឹងបងប្អូនចាអញ្ចឹងខ្ញុំសូមបញ្ជាក់ឡើងនេះពេលដែលស្លឹកត្រពាំងម្ជូរយើងត្រួយពាំងម្ជូរយើងនេះអត់មានផ្លែផ្កាយើងប្រើជីអាចគោស្ងួតដាក់ទៅចាមួយទឹកឬក៏10ថ្ងៃម្ដងដាក់ថេចាមួយទៀតបើបងប្អូនអត់មានបងប្អូនប្រើជីកាកសំណល់ផ្ទះបាយបន្លែស្លឹកពណ៌បៃតងយកមកដាក់មកកំប៉ុងត្រីខទឹក20លីត្រស្រោចមកជោគល្មមអត់ឲ្យវាជោគជាំពេកធ្វើឲ្យវាលាំគល់ទេយើងមកជោគល្មមបានហើយត្រពាំងម្ជូរអត់ចូលចិត្តទឹកច្រើនខ្លាំងពេកទេតែបើសិនជាមានភ្លៀងគឺមិនបាច់ស្រោចទេណាបងប្អូនចាអញ្ចឹងចាបាយជំរាបលាចានេះ